Trước đấy một tưởng thế ngayនេះខ្ញុំចង់បង្ហាញលោកអ្នកពីរបៀបនៃការ boot flash Windows ក្នុង file Windows 7 Windows 8.1 និង Windows 10 file ហ្នឹងវា combine ចូលគ្នាអញ្ចឹងសូមបើក file អ្នកនរគ្នានេះទាញដាក់លើ desktop មកWindows ហ្នឹងវានៅក្នុង file ISO ហ្នឹងគឺវាមានទំហំ 10G.6 ខ្ញុំ download មកគឺវាមាន Windows 7 Windows 8.1 និង Windows 10 អញ្ចឹងយើងងាយស្រួលក្នុងការ set up Windows វាក្នុង flash តែមួយយើងអាច set up បានបើសិនគេត្រូវការ Windows 7 យើង set up Windows 7បើគេត្រូវការ Windows 8.1 យើង set ចេញ 8.1 ទៅបើគេយក 10 យើងយក 10 ទៅតែយើងត្រូវជ្រើសរើស flash វាមានតាំង 4G ឡើងយើង 2G ឡើង 4G 8G 16G 32 64អញ្ចឹងWindows នេះវាមានទំហំដល់ 10G អញ្ចឹងយើងត្រូវការ flash ចាប់ពី 16G ឡើងទៅ 16G ក៏បាន 32G ក៏បាន 64ក៏បានតែយើងត្រូវយកដល់ 16 បានហើយយើងយកកាន់តែធំកាន់តែវាហៅថា stick វាកាន់តែលឿនអញ្ចឹងខ្ញុំ recommend ថាយក 16 បានហើយអញ្ចឹងឥឡូវខ្ញុំដល់ flash ចូលដល់ flash ចូលអូខេនេះ flash ខ្ញុំនេះ flash នេះគឺវាមានទំហំនេះវាមានទំហំ 16G ប៉ុន្តែវាអត់ដល់ 16G វាតែដល់ 14G ទេអូខេចឹងមុនធ្វើការ boot វាបានត្រូវមាន software មួយសម្រាប់ការ boot អញ្ចឹងជាទូទៅស្វែងពួក software គេហៅថា Windows USB នេះអញ្ចឹងចុចការ set up សិនមកងាយស្រួលណាចុច install ឡើងមកអូខេអញ្ចឹងគឺនេះហើយតែខ្ញុំបិទវាមកវិញមកចឹងមើលលេខ desktop នេះចេញពីថា Windows ស្វែង USB DVD អញ្ចឹងយើងចុចលើវាមកចុច yes អូខេចឹងបើវាចោលចុះអញ្ចឹងនេះ step 1យើងត្រូវយក file ISO នេះគឺជា file ISO របស់យើងចឹងយើងប្រើរមមកលើគេទៅ desktop មកចុចពី desktop មកអញ្ចឹងចុច click លើវាមកចុច open ចុច next មកចុច USB device មកនេះណា beginning copy ចុច start នេះមកsorry សារហ្នឹងវាមកកវិញចុច USB ចុច file ចុចមកអញ្ចឹងវា error USB វាត្រូវការ format USB ចោលសិនពេលវា format USB យើងហើយវាត្រូវការ copy file ទៅចូលក្នុង flash ហ្នឹងចឹង
Okay. Chân rong trang về là về chậm teman sama đó ini teman ham học bờ cho chọn cái copy ở chẳng những cho ở stand cái món hay bởi vì cháu hay chơi stand nó như cho được không là bột bây giờ cứ simo cho bài ông nó okay này chỉ một USB device create successfully trên check problem nó cho những setting á cho như nó cái start về